រឿងដែលតប៉ែជាងគេសម្រាប់ Telegram បច្ចុប្បន្នគឺតាក់ទងជាមួយនឹងការ login ពេលដែលដាក់លេខទូរស័ព្ទ login ទៅវាទាមទារឲ្យយើងនឹងដាក់ email ឬក៏ Apple ID ពេលដែលដាក់ហើយវាទាមទារឲ្យយើងបង់លុយមួយរៀលជាងដើម្បីទទួលបានសារឬហៅថា SMS fee នឹងឯងអញ្ចឹងអាបញ្ហានឹងវាធ្វើឲ្យបងប្អូនយើងមួយចំនួនជួក្បាលក្តៅកាហាយខ្លាំងមែនទែនដាក់មិនក៏មិនទៅដែរវាទាមទារក៏ដូចជាត្រូវតែឲ្យយើងធ្វើអញ្ចឹងតែម្ដងគឺពិបាកប្រើមែនទែនសូម្បីតែខ្ញុំនឹងក៏ជួបផ្ទាល់ដែរបងប្អូនសឹងតែរាល់ថ្ងៃពេលខ្លះអតិថិជនទិញទូរស័ព្ទទៅគេថាទូរស័ព្ទយើងមានបញ្ហាឬក៏អីទៀតអញ្ចឹងគឺពិបាកមែនទែនអញ្ចឹងហើយថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយចំនួនដែលអាចឲ្យបងប្អូនទាំងអស់គ្នាដោះស្រាយបានបើសិនបើយើងជួបបញ្ហាបែបហ្នឹងណាវាឲ្យទាមទារបង់លុយអញ្ចឹងទៅអញ្ចឹងវិធីសាស្ត្រហ្នឹងគឺបងប្អូនអាចប្រើប្រាស់ដែលមិនចាំបាច់បង់លុយទេគឺយើងអាចប្រើប្រាស់ Telegram របស់យើងបានធម្មតាអូខេអញ្ចឹងឥឡូវទៅមើលជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងតើតើជាមួយនឹងបញ្ហា login ជាមួយនឹង Telegram ឃើញថាបងប្អូនយើងជួបច្រើនហើយវិធីសាស្ត្រនៅក្នុងការដោះស្រាយក៏មានច្រើនដែរបងប្អូនមិនមែនតែមួយណាព្រោះដោយសារតែលេខខ្លះគឺយើងអាចដោះស្រាយតាមវិធីសាស្ត្រមួយនេះចេញមួយនោះស្រាប់តែអត់ចេញអញ្ចឹងទៅអញ្ចឹងគឺយើងអាចសាកទៅបងប្អូនសាកទៅតាមហ្នឹងទៅអញ្ចឹងខ្ញុំមាន3ជំហានហើយជំហានទី1គឺបងប្អូនអាចយកទៅសាកមើលទៅដោះដូរគ្នាមើលទៅហើយជំហានទី1គឺតើតើជាមួយនឹងការ clear cache អញ្ចឹងបើសិនជាបងប្អូនប្រើប្រាស់ Android ក៏កាន់តែងាយស្រួលដែរអញ្ចឹងយើងចូលទៅកាន់ app មកយើង clear cache វាទៅអាហ្នឹងក្នុងករណីបើសិនជាបងប្អូន log in ទៅវាទាមទារឲ្យយើងបង់លុយណាយើងចូលទៅ clear cache app Telegram ហ្នឹងសិនទៅហើយបន្តទៀតយើងធ្វើការ log in ម្ដងទៀតអញ្ចឹងទៅដាក់លេខទូរស័ព្ទដាក់អីអញ្ចឹងទៅបាទប៉ុន្តែក្នុងករណីថាបើសិនជាយើងធ្វើវិធីសាស្ត្រ clear cache ហ្នឹងហើយវានៅតែមិនអាចប្រើបានគឺយើងអាចសាកវិធីសាស្ត្រមួយទៀតអញ្ចឹងបើសិនជាយើង clear cache clear ហើយដាក់លេខទៅយើងប្រើបានអាហ្នឹងអូខេយើងអាចប្រើហ្នឹងទៅហើយអញ្ចឹងវិធីសាស្ត្រមួយទៀតហ្នឹងគឺតាក់ទងទៅជាមួយនឹងការបដូរអ៊ីនធឺណិតអញ្ចឹងអ៊ីនធឺណិតនេះក៏សំខាន់ដែរបងប្អូនក៏ខ្ញុំបានសាកដែរខ្លះដែរអញ្ចឹងបងប្អូនអាចបើសិនជាយើងកំពុងតែប្រើ Wi-Fi គឺយើងអាចបដូរមកប្រើអ៊ីនធឺណិត SIM វិញអញ្ចឹងណាអញ្ចឹងក្នុងចំណុចនេះក៏មានភាគរយច្រើននៅក្នុងការដើរដែរអញ្ចឹងណាទៅតាមលេខអញ្ចឹងបើសិនបើយើងកំពុងតែប្រើ Wi-Fi យើងដូរមកប្រើអ៊ីនធឺណិត SIM វិញមកហើយ log in Telegram សារថ្មីហ្នឹងគឺយើងអាចសាកតាមនឹងបានប៉ុន្តែបើសិនជាបងប្អូនសាកវិធី2នឹងហើយវានៅតែមិនដើរទៀតបងប្អូនអាចសាកវិធីមួយទៀតគឺលុប app នឹងចេញហើយ download មកម្ដងទៀតយើង log in សារថ្មីទៅអញ្ចឹងបើសិនជា download ហើយដាក់សារថ្មីវាដើរអានឹងអូខេគឺយើងអាចប្រើវិធីសាស្ត្រនឹងបានបងប្អូនប៉ុន្តែបើសិនបើបងប្អូនសាកវិធីប្រមាណខាងលើនឹងហើយវានៅតែមិនដើរទៀតបងប្អូនអាចសាកជំហានទី2គឺការរងចាំអញ្ចឹងដូចខ្ញុំជួបផ្ទាល់ account របស់ខ្ញុំផ្ទាល់ណាខ្ញុំ log in ទៅវាចេញឲ្យខ្ញុំនឹងបង់លុយអញ្ចឹងទៅខ្ញុំអត់ធ្វើអីទេដោយសារតែមិនត្រូវការប្រើអីច្រើនដែរអញ្ចឹងណាអញ្ចឹងគឺខ្ញុំចាំប្រហែលជាថ្ងៃទៅ2ថ្ងៃ log in ម្ដងទៀតស្រាប់តែវាចេញអញ្ចឹងអានេះក៏ជាវិធីមួយដែលបងប្អូនអាចសាកបានដែរអូខេអញ្ចឹងបើសិនបើបងប្អូនសាកប្រហែលវិធីខាងលើហើយនៅតែមិនដើរនៅតែអីទៀតគឺបងប្អូនអាចសាកជាមួយនឹងជំហានទី3បាន step ទី3ហ្នឹងគឺ log in ជាមួយនឹង Telegram web អានេះគឺភាគរយច្រើនគឺដើរតែម្ដងបងប្អូនយើងអាច log in ទាំង Android ក៏បានទាំង iPhone ក៏បានដែរគឺយើងអាចប្រើប្រាស់បានដូចគ្នាហើយខ្ញុំចង់បញ្ជាក់ផងដែរថាបើសិនជាបងប្អូនកំពុងតែប្រើប្រាស់ account ចាស់វានឹងធ្វើការផ្ញើលេខកូដទៅកាន់ account ចាស់តែម្ដងបើសិនបើយើងមានលេខថ្មីសុទ្ធតែម្ដងគឺយើងគ្រាន់តែ log in ទៅគឺវាផ្ញើក៏ដូចជាគេហៅថាលេខកូដហ្នឹងតាមរយៈការតេមមកយើងអញ្ចឹងទៅអញ្ចឹងគឺវាមានតាមជំហានហ្នឹងណាបងប្អូនតែត្រូវចាំបើសិនជាវានៅក្នុងទូរស័ព្ទចាស់គឺវានឹងផ្ញើលេខកូដហ្នឹងនៅក្នុងទូរស័ព្ទចាស់ហើយបងប្អូនវាអត់តេមកទេតើតលេខថ្មីអញ្ចឹងយើងអាចចូលទៅកាន់ Chrome មកហើយចូលទៅកាន់ browser ណាមួយក៏បានដែរបន្តទៀតយើងវាយពាក្យថា Telegram web អូខេ Telegram web ឬក៏ Telegram login ហ្នឹងមកអូខេយើងចុចទៅលើហ្នឹងមួយដើម្បីឲ្យវាចេញផ្ទាំងដើម្បីឲ្យយើងធ្វើការ login អញ្ចឹងណាបងប្អូនហើយបន្តមកទៀតគឺយើងមិនទាន់ login នៅក្នុងនោះទេគឺយើងយកវាបញ្ចេញមកក្រៅសិនបញ្ចេញនៅលើ home screen សិនដើម្បីកុំឲ្យវា refresh អីញ៉ៃញ៉ៃអញ្ចឹងចុចទៅសញ្ញាព្រួយខាងលើហើយបន្តមកទៀតបងប្អូនអាចចុចទៅលើពាក្យថា add to home screen បាទដាក់ Telegram web ហ្នឹងមកតែម្ដងក៏បានដែរអូខេនេះគឺ Telegram web ណាបងប្អូនបាទអញ្ចឹងយើងចុចទៅលើពាក្យថា Telegram web ហ្នឹងម្ដងទៀតទៅដើម្បីឲ្យវា refresh page ហ្នឹងដើម្បីវាចេញដំណើរការសារថ្មីអញ្ចឹងទៅអូខេនេះអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទរបស់ខ្ញុំចូលបាទអញ្ចឹងបន្ទាប់ពីវាយលេខទូរស័ព្ទចូលហើយគឺយើងអាចចុចទៅលើពាក្យថា next មកអូខេនេះវាផ្ញើលេខកូដមកឲ្យបងប្អូនអញ្ចឹងយើងវាយលេខកូដនឹងចូលទៅបាទអញ្ចឹងគឺយើងអាចដំណើរការជាមួយនឹង Telegram របស់យើងបានហើយអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់វិធីសាស្ត្រមួយនេះគឺបងប្អូនអាចប្រើប្រាស់បានហើយខ្ញុំចង់បញ្ជាក់ម្ដងហើយម្ដងទៀតបើសិនជាបងប្អូនមាន Telegram យើងកំពុងតែជាប់នៅក្នុងទូរស័ព្ទចាស់អាហ្នឹងគឺវាផ្ញើលេខកូដនៅក្នុងទូរស័ព្ទចាស់ហើយតើតែ clear device នឹងចេញអស់បានវាអាចផ្ញើទៅតាមលេខវិញអញ្ចឹងណាបងប្អូនដោយសារតែ Telegram ឥឡូវវា restrict ខ្លាំងមែនទែនវាខ្លាចមាន account អី scam អីញ៉ៃញ៉ៃអញ្ចឹងទៅហើយសម្រាប់ការបង់លុយខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់បង់ដែរ
ព្រោះដោយសារតែខ្ញុំចង់សាកអញ្ចឹងណាអញ្ចឹងបើសិនជាចង់បានលេខកូដយើងគ្រាន់តែដាក់ Visa card របស់យើងចូលទៅយើងអាចបង្កើត virtual card ថ្មីក៏បានដែរបងប្អូន virtual card ហ្នឹងយើងដាក់តែ1រៀលទៅហើយយើងដាក់ចូលទៅគាត់តែយើងចុច subscribe ទៅគឺយើងទទួលបានលេខកូដមកហើយអាហ្នឹងគឺជាអ្វីដែលខ្ញុំបានធ្លាប់សាកក៏ដូចជាធ្លាប់តេស្តកន្លងមកអញ្ចឹងសង្ឃឹមថាប្រហែលវិធីសាស្ត្រនេះអាចជួយបងប្អូនទាំងអស់គ្នានៅក្នុងការដោះស្រាយបញ្ហា login Telegram កុំឲ្យវាមានបញ្ហាអីញ៉ៃៗតទៅទៀតអូខេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងអីថ្មីៗទៀតអាច comment មកអ្នកមើលនៅខាងក្រោមហើយជួបជាមួយខ្ញុំបានមកក្រោយវីដេអូក្រោយទៀតបាយបាយ